យើងពិចារណាសំណួរមួយសំណួរនោះគឺលើកឡើងថាប្រសិនបើយើងចង់ filter យកខ្សែផ្លូវនៅក្នុងស្រុកមួយតើយើងធ្វើបានអត់ឥឡូវអ្នកនរគ្នាអាចពិចារណាមើលតើយើងអាច filter យកខ្សែផ្លូវនៅក្នុងស្រុកមួយបានឬមិនបានហើយទី2តើយើងអាចដាក់ symbol ឲ្យខ្សែផ្លូវផ្សេងៗគ្នាបានឬមិនបាននៅក្នុងស្រុកហ្នឹងដែលយើងក្រោយពេលយើង filter អញ្ចឹងសំណួរហ្នឹងក៏បានពិចារណាមកបន្តិចដែរក៏ឃើញថាតាមបទពិសោធន៍មកទាក់ទងនឹងការ filter គឺយើងធ្វើបានក៏ប៉ុន្តែលក្ខខណ្ឌមួយទៀតដែលចង់បានតែនៅក្នុងស្រុកមួយគឺមិនបានទេហេតុអីបានអត់បានខ្សែផ្លូវមួយគឺវាមិនមែនរត់កាត់តែមួយស្រុកទេឬក៏មួយខេត្តទេឧបមាផ្លូវជាតិលេខ6អញ្ចឹងទៅឆ្លងកាត់ខេត្តកណ្ដាលកំពង់ចាមកំពង់ធំសៀមរាបអញ្ចឹងយើង filter យកផ្លូវជាតិលេខ6វាបានក៏ប៉ុន្តែវាមិនបាននៅក្នុងស្រុកទេគឺវាឆ្លងកាត់ទៅតាមខេត្តវាកាត់ហ្នឹងឯងអញ្ចឹងដំណោះស្រាយគឺគេប្រើ tool clip គេអត់ប្រើ filter ទេសម្រាប់ខ្សែផ្លូវហ្នឹងករណីយើងចង់បាននៅក្នុងស្រុកមួយហើយទៅទៅនឹង symbology យើងអាចធ្វើបានដោយយើងប្រើប្រាស់ method អីគេគឺ unique color ហ្នឹង unique color គឺវាយោងទៅតាមព័ត៌មាននៅក្នុង attribute របស់យើងឧបមាថាខ្សែផ្លូវថ្នាក់ជាតិផ្លូវថ្នាក់ខេត្តគឺគេមានឈ្មោះមកគេឃុំថ្នាក់ភូមិអញ្ចឹងគឺយើងគ្រាន់តែរៀបទិន្នន័យរបស់យើងឲ្យស្អាតទៅគឺយើងអាចដាក់ symbology បានហើយអញ្ចឹងគឺយើងចាប់ផ្ដើមការងាររបស់យើងហ្នឹងយើងចូលមកក្រុងសៀមរាបអញ្ចឹងយើងមានទិន្នន័យខ្សែផ្លូវយើងមានទិន្នន័យព្រំប្រទល់ក្រុងស្រុកអញ្ចឹងនេះគឺជាក្រុងស្រុកហើយទិន្នន័យដែរហើយក៏យើងមានទិន្នន័យខេត្តបញ្ចូលផងដែរយើងគ្រាន់តែ select ទៅលើទិន្នន័យស្រុកហ្នឹងមកខ្ញុំចុច select បានហ្នឹងដោយសារស្រុកនៅខាងលើនេះហើយយើង select ស្រុកបន្ទាប់មកទៀតយើង search មក search ខាងលើ clip enter មកអញ្ចឹង clip ក្នុង analyze អត់ clip ក្នុង modify ទេចុច clip នេះមកឬក៏អ្នកនរគ្នាអាចចូលមក analyze search clip នេះបាន enter មកដូចគ្នាទេអញ្ចឹងយើងដាក់ទិន្នន័យផ្លូវដែលយើងចង់កាត់ចូលមក complex select នេះ select ដូចខ្ញុំនេះ select អីគេអ្នក select ស្រុកដែលយើងចង់កាត់ខ្សែផ្លូវទៅតាមអញ្ចឹង input ដាក់ខ្សែផ្លូវ clip feature គឺ clip តាមស្រុកអញ្ចឹងដាក់ឈ្មោះឲ្យវាមក output នេះរើសទីតាំងខ្ញុំដាក់ថាក្រុងសៀមរាប road ឈ្មោះលទ្ធផលរបស់យើងហើយយើងចុច run មកជោគជ័យហ៎អញ្ចឹងយើងដោះផ្លូវរួមរបស់យើងមកខាងក្រោមគឺយើងនឹងទទួលបានតែផ្លូវដែលនៅក្នុងក្រុងសៀមរាបទេបន្តទៀតទាក់ទងទៅនឹង symbology ទាក់ទងនឹង symbology យើង check មើលព័ត៌មាននៅក្នុង attribute វាបន្តិចយើងឃើញថានេះ road tab នេះគឺវាមានថ្នាក់របស់គេវាមាន residential វាមាន track មាន service អីចឹងទៅអញ្ចឹងយោងទៅតាមព័ត៌មាននេះគឺយើងអាចដាក់ unique color បានហើយករណីដែលបង digitize ថ្មីបងត្រូវបញ្ចូលប្រភេទខ្សែផ្លូវនោះដើម្បីដែលយើងអាចមកធ្វើការទៅលើ symbol នឹងបានអូខេឧបមាថាអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍មួយចុះខ្ញុំបង្កើត field ថ្មីខ្ញុំដាក់ថា road
road number ហើយខ្ញុំយកវាជា text ឈ្មោះហ្នឹងមិនច្រើនទេយើងយកតែ20 character ទៅ save ហើយខ្វែងវាចេញទៅអញ្ចឹងគឺយើងនឹងទទួលបាន field ថ្មីអញ្ចឹងឧបមាថាយើងចង់គូថ្មីអាហ្នឹងករណីបងចង់ធ្វើការខ្លួនឯងអញ្ចឹងណាបងឧទាហរណ៍ទេអញ្ចឹងខ្ញុំបើក attribute វាមកឧទាហរណ៍ថាខ្សែផ្លូវនេះមួយខ្សែនេះ road វាគឺN1 ហើយចេញពីនេះមកនេះក៏ N1 ដែរយើងកាលណាដែលយើងចង់គ្រប់គ្រងលើប្រភេទគឺយើងធ្វើអញ្ចឹងហើយអានេះក៏ N1 ដែរវាចូលវាអញ្ចឹងមកហើយខ្សែផ្លូវធំនេះអានេះគឺ N2 វាយចូល N2 មកហើយចេញទៅពីនេះអានេះគឺ N21 ឧទាហរណ៍ទៅណាហើយចេញទៅពីនេះទៀត N22 ហើយខ្សែផ្លូវនេះ N3 អញ្ចឹងទៅអញ្ចឹងនេះគឺជារបៀបក្នុងការបញ្ចូលព័ត៌មានឧបមាថាខ្ញុំធ្វើតែប៉ុណ្្នឹងចោះអញ្ចឹងយើងអាចដាក់ symbology ឲ្យវាអញ្ចឹងករណី N1 គឺយើងមានប្រមាណខ្សែផ្លូវមើលក្នុងនេះN1 យើងមាន3ខ្សែផ្លូវ N2 យើងមាន1ខ្សែផ្លូវអញ្ចឹងបងអាចចាំមើលអានេះតើវាចេញប្រមាណ color គឺវាប្រកាសចេញតែមួយ color ទេដោយសារអីតម្លៃវាដូចគ្នា N1 ដូចគ្នាអាហ្នឹងគឺចង់ជម្រាបជូនបងអញ្ចឹងករណីតម្លៃវា N2 វាចេញមួយ color ទៀតហ្នឹង unique color អញ្ចឹងនេះយើងបកមកកន្លែង road tab របស់យើងវិញយើងឃើញថាគេមានឈ្មោះរបស់គេដាក់ហើយ unclassify មកប្រភេទទៅអញ្ចឹងខ្ញុំសុំលុបអានេះវិញលុបរបស់ខ្ញុំ digitize ថ្មីនេះលុបតំណែងនេះចេញអញ្ចឹងយើងមកធ្វើការលើតំណែងរបស់យើងនេះអញ្ចឹងយោងទៅតាម attribute ដែលយើងបានឃើញគឺយើងមានព័ត៌មានពួក unclassify យើងអាច select មើលថាវាប្រភេទម៉េចយើងអាច filter ទៅលឿន copy យកមកហើយ search by attribute ចឹងអានេះគឺពពួកអីគេដែលឈ្មោះអីគេ road tab road tab equal to unclassify apply មកចឹងពួកនេះគឺពួក unclassify ឯងឃើញទេអា select ហ្នឹងចឹងដូចជំរាបចឹងគឺយើងដាក់ទៅតាមតម្លៃឯងបានន័យថា unique color គឺទៅតាមតម្លៃរបស់ attribute របស់យើងឯងចឹងយើង right click លើ layer ហើយយកពាក្យថា symbology ហើយផ្នែកខាងស្ដាំនេះបច្ចុប្បន្ននេះគឺវាឈរនៅលើ method មួយគឺ single symbol អញ្ចឹងគឺយើងបដូរទៅ unique color មកតទៅមកទៀត fill នេះគឺយោងទៅតាម attribute យើងអាចយក road tab បានយើងយក road tab មកអញ្ចឹងពណ៌គឺវាទៅតាមអីតម្លៃរបស់វានៅ attribute ចឹងពពួក unclassify មក color ទៅពួក trunk មក color ទៅពួក residential មក color ទៅអញ្ចឹង color នៅផ្នែកខាងឆ្វេងនេះដូចដែលអ្នកទាំងអស់គ្នាបានឃើញគឺយើងមាន trunk មាន track មាន step មាន residential មានអីគេនេះ pedestrian អីគេនេះ cycle way អីហ្នឹងគឺជាប្រភេទខ្សែផ្លូវហើយយើងអាចដូរ color បានខាងនេះចុចដូរ colorយើងអាច right click ដូរទៅអញ្ចឹង size ក៏យើងអាចដូរបានដែរចុច double click លើវាមកវានឹងលោតនៅខាងនេះអញ្ចឹងយើងចូលមកសញ្ញាជក់មកវិញមកហើយ line width ហ្នឹងយើងអាចយកទៅដល់3អីចឹងទៅវារៀងច្បាស់ទៅហើយអានេះដូចគ្នាដែរ footway យើងអាចយក2ទៅ color យើងអាចដូរទៅពួក Q ចឹងហើយពួក living street នេះអានេះយើងអាចយកទៅដល់2ដែរទៅហើយពួកអូខេនេះគឺជារបៀប
ផ្សេងទៀតខ្ញុំគិតថា video concept ខ្ញុំមិនចាំបាច់ធ្វើទាំងអស់ទេអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេ